យើងទៅមើលពីព័ត៌មានបាទគ្រោះទឹកជំនន់នៅឯប្រទេសវៀតណាមវិញបងប្អូនបាទគិតត្រឹមថ្ងៃសុក្របាទទី21ខែវិច្ឆិកាឆ្នាំ2025នេះតែម្ដងបាទគ្រោះទឹកជំនន់ដ៏សាហាវនៅឯប្រទេសវៀតណាមគឺបានឆក់យកជីវិតមនុស្សបាទចំនួនរហូតដល់41នាក់បាទច្រើនមែនទែនបងប្អូនស្លាប់41នាក់ហើយបាទគ្រោះទឹកជំនន់នៅឯប្រទេសវៀតណាមបាទប្រទេសលេខ3យើងគឺរងគ្រោះហើយម្ដងនេះបងប្អូនបាទតាមការផ្សាយរបស់ VN Express ទឹកជំនន់នេះគឺបង្កឡើងដោយព្យុះភ្លៀងដ៏ខ្លាំងក្លាខុសធម្មតាដែលវាយប្រហារតំបន់ជាច្រើននៅក្នុងប្រទេសវៀតណាមជាពិសេសខេត្តដាឡាក់និងខាញ់ហៅបាទខេត្តទាំងពីរនេះមានមនុស្សស្លាប់ច្រើនជាងគេពលគឺនៅដាឡាក់បាទមាន16នាក់និងខាញ់ហៅមាន14នាក់ចំណែកមនុស្សស្លាប់នៅកន្លែងផ្សេងទៀតមានដូចជាឡាំដុង4នាក់គៀឡៃ3នាក់ហូ2នាក់និងដាណាង2នាក់នេះគឺជាព័ត៌មានដែលចេញផ្សាយដោយសារព័ត៌មាន VN Express បាទតែម្ដងបងប្អូនទន្ទឹមនឹងនោះនាយកដ្ឋានគ្រប់គ្រងទំនប់និងបង្ការគ្រោះមហន្តរាយធម្មជាតិបានឲ្យដឹងថាក្រៅពីមនុស្សស្លាប់នៅមានមនុស្ស9នាក់ទៀតកំពុងតែបាត់ខ្លួនហើយលើពីនេះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបានបំផ្លាញផ្ទះសម្បែង167ខ្នងជន់លិចជាង52,000ខ្នងថែមទាំងជន់លិចផ្ទៃដីដាំដំណាំ13,000ហិកតានិងសម្លាប់សត្វចិញ្ចឹម3700ក្បាលផងដែរបាទច្រើនមែនទែនបាទគ្រាន់តែលិចផ្ទះហ្នឹងគឺ52,000ខ្នងបាទច្រើនមែនទែនបងប្អូនបាទហើយផ្ទះដែលរងការខូចខាតនោះគឺមានរហូតដល់167ខ្នងបងប្អូនមើលតាមរូបភាពបាទខាងលើទៅគឺបាទលិចជ្រៅមែនទែនបាទមិនត្រឹមតែប៉ុណ្្នឹងនោះទេរថភ្លើងដឹកអ្នកដំណើរជាច្រើនខ្សែត្រូវបានផ្អាកដំណើរការដោយសារតែនៅកន្លែងខ្លះមានបំណាក់ដីរារាំងផ្លូវដែកគណៈអាកាសយានដ្ឋានតុយហៅត្រូវបិទជាបណ្ដោះអាសន្នហើយបន្ថែមពីលើទុក្ខវេទនាដោយទឹកជំនន់នោះមនុស្សជាង1លានអ្នកទូទាំងប្រទេសវៀតណាមមិនមានអគ្គិសនីប្រើប្រាស់បង្កផលលំបាកជាពិសេសពេលយប់ដែលត្រូវដាច់ភ្លើងងងឹតសូន្យសុងតែម្ដងបាទនេះគឺជាគ្រោះធម្មជាតិបាទនៅឯប្រទេសវៀតណាមបងប្អូនបាទគ្រោះទឹកជំនន់គឺប្រទេសណាក៏មានដែរបាទមិនមានតែប្រទេសវៀតណាមទេប្រទេសថៃបាទកំពុងតែលិចលងដែរបងប្អូនដោយសារបាក់ទំនប់បាទហើយប្រទេសកម្ពុជាយើងក៏មានខ្លះដែរបាទនៅឯខេត្តពោធិ៍សាត់ឥឡូវនេះគឺស្ទឹងពោធិ៍សាត់ហ្នឹងគឺឡើងកម្ពស់ទឹកឡើងរហូតដល់5.5 ម៉ែត្រហើយបាទគឺនៅក្នុងភាពប្រកាសអាសន្នហើយបាទខាងខេត្តពោធិ៍សាត់យើងក៏កំពុងតែមានការផ្ដល់ដំណឹងជូនដល់ប្រជាជនដែលរស់នៅក្បែរនឹងស្ទឹងពោធិ៍សាត់ហ្នឹងឲ្យប្រយ័ត្នប្រយែងបាទហ្នឹងហើយអញ្ចឹងបងប្អូនដែលនៅជាប់នឹងតំបន់ទឹកបាទដូចជាទន្លេដូចជាស្ទឹងបាទគឺខេត្តនេះកំពុងឡើងខ្លាំងអញ្ចឹងយើងមានការប្រុងប្រយ័ត្នខ្ពស់បាទបើយើងអាចចម្លៀសចេញមួយរយៈអីគឺយើងអាចចម្លៀសទៅបាទកុំឲ្យមានគ្រោះមហន្តរាយបាទបាត់បង់អាយុជីវិតបាទផ្សេងបាទទ្រព្យសម្បត្តិយើងអាចរកមកបានតាមក្រោយទេបងប្អូនបាទប៉ុន្តែបើបាត់បង់អាយុជីវិតហើយគឺមិននិយាយទៅគឺសូន្យតែម្ដងបាទតែបាត់បង់អាយុជីវិតទៅគឺសូន្យតែម្ដងបាទអញ្ចឹងមានប៉ុណ្្នឹងទេបងប្អូនជួយ share នៅវីដេអូនេះបាទឲ្យបានបងប្អូនយើងផ្សេងទៀតបានឃើញផងហើយកុំភ្លេចជួយចុច follow បាទម្នាក់មួយបាទសូមអរគុណច្រើន